លុយយឺសៅពិតជាបានបាត់ខ្លួនមែនអ្នកមិនចាំបាច់បារម្ភទេខ្ញុំនឹងរកកូនប្រសារស្រីម្នាក់ឲ្យអ្នកហើយនាំនាងមកវិញឆាប់នេះតើកូនប្រសារស្រីរបស់អ្នកជានរណាសូមប្រយ័ត្នអ្វីដែលអ្នកនិយាយណាប្អូនស្រីខ្ញុំសង្ឃឹមថាអ្វីដំណើរការទៅដោយរលូនទេវតាធំទាំង6បានបាត់ខ្លួនខ្ញុំមានការភ្ញាក់ផ្អើលដែលមាននរណាម្នាក់ដែលមានឋានៈខ្ពស់ដូចអ្នកសុខចិត្តសម្ភាសន៍អ្នកហាត់ការខ្ញុំមិនជឿថាខ្ញុំបានជួបអ្នកនៅទីនេះទេអ្នកគួរតែពិនិត្យមើលប្រតិទិនមុនពេលអ្នកចាកចេញពីផ្ទះហេតុអ្វីបានជាអ្នកខឹងខ្លាំងម្ល៉េះខ្ញុំគិតថាខ្ញុំគ្រាន់តែសំណាងអាក្រក់នៅថ្ងៃនេះអ្នកអាចជួបអតីតមិត្តប្រុសរបស់អ្នកសូម្បីតែពេលអ្នកកំពុងស្វែងរកការងារក៏ដោយអូទេវាជាអតីតមិត្តប្រុសរបស់ខ្ញុំអូយមើលទៅដូចជាគាត់ធាត់ដូចខ្ញុំ3ឆ្នាំដែរមុនពេលបែកគ្នាលោកលួអ្នកគ្រប់គ្រងស្ថានីយ៍តើសង្សាររបស់អ្នកមានអាយុកាលត្រឹមតែ3ឆ្នាំទេគាត់នឹងផុតពូជហើយបន្ទាប់មកអ្នកក៏ចប់ហើយម្នាក់បានបែកបាក់ជាមួយមនុស្សម្នាក់ដែលបានទៅរស់នៅក្រៅប្រទេសហើយម្នាក់ទៀតបានក្បត់មិត្តស្រីរបស់ខ្លួនពួកគេទាំងពីរមិនមែនជាមនុស្សល្អទេឥឡូវនេះខ្ញុំជានិស្សិតបរទេសដែលបានវិលត្រឡប់មកសិក្សាវិញដូច្នេះខ្ញុំគិតថាខ្ញុំត្រូវបានគេចាត់ទុកថាជាមនុស្សល្អនិស្សិតបរទេសដែលបានវិលត្រឡប់មកសិក្សាវិញខ្ញុំគិតថាអ្នកជាឱកាសដ៏ធំមួយអ្នកបានទៅសិក្សាបន្ថែមនៅបរទេសចំណាយប្រាក់រាប់រយពាន់ដុល្លារហើយនៅតែត្រូវសម្ភាសន៍អ្នកហាត់ការប្រហែលជារូបថតរបស់ខ្ញុំនេះគ្រាន់តែជ្រើសរើសខ្ញុំជាអ្នកហាត់ការប៉ុណ្ណោះអាហាចៃដន្យណាស់ដែលអ្នកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard យើងធ្លាប់និយាយលេងសើចអំពីរបៀបដែលអ្នកដោះស្រាយកិច្ចព្រមព្រៀងតម្លៃ300លានដុល្លារហើយខ្ញុំមានអតិថិជនម្នាក់ដែលមានតម្លៃរាប់ពាន់លានដុល្លារចូលយើងផ្លាស់ប្ដូរគំនិតគ្នានៅពេលណាមួយដូច្នេះដោយមានការអប់រំខ្ពស់របស់អ្នកនិងការសន្យានៃការបញ្ជាទិញយ៉ាងច្រើនតើអ្នកពិតជាគិតថាខ្ញុំអាចទទួលបានការងារនេះមែនទេខ្ញុំនឹងធ្វើឲ្យប្រាកដថាអ្នកមិនដែលរកឃើញការងារផ្សេងទៀតនៅយើងឈឹងសង្កាត់ Dog Bridge South ទេអ្នកគ្រាន់តែរងចាំលីវស៊ីយ៉ានចូលយើងធ្វើការជាមួយគ្នាតើវាអាចធ្វើអ្វីបាននេះជាអ្វីដែលអ្នកមាននៅក្នុងចិត្តរបស់អ្នកវាពិតជាល្អណាស់ដែលយើងទាំងពីរអាចធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយកន្លែងធ្វើការគឺដូចជាសមរភូមិប៉ុន្តែនាយកសាលាមិនល្ងងពេកទេមិនអីទេការសម្ភាសកំពុងចាប់ផ្ដើមហើយអ្នកអាចចូលមកបានលោកអនុប្រធានាធិបតីតើលោកមិននៅក្នុងកិច្ចប្រជុំទេហេតុអ្វីបានជាលោកមកទីនេះដើម្បីសម្ភាសលោកអនុប្រធានាធិបតីដោយផ្ទាល់អនុប្រធានាធិបតីមែនហើយត្រូវហើយអ្នកជាអ្នកគ្រប់គ្រងឡាអ្នកធ្វើពុតបានល្អណាស់អ្នកនឹងមិនឯកាទេពេលអ្នកឡើងទៅទីនោះកិច្ចប្រជុំព្រឹកនេះត្រូវបានលុបចោលហើយអ្នកសម្ភាសដែលបានធ្វើការសម្ភាសនៅថ្ងៃនេះបាននិយាយថាគាត់នឹងក្លាយជាអនុប្រធានកុំបង្ហាញអត្តសញ្ញាណខ្ញុំទៅនាងអីចេញពីទីនេះឲ្យលឿនទៅអូគាត់លែងធ្វើការសម្ភាសទៀតហើយមែនទេតើពួកគេអាចឲ្យនរណាម្នាក់ដែលមានរូបរាងមិនសមរម្យបែបនេះរកគ្រាប់បាល់បានដោយរបៀបណាមែនហើយត្រឹមត្រូវហើយនោះហើយជាអារម្មណ៍ដែលគាត់បញ្ចេញមក